សួស្តីអ្នកទាំងអស់គ្នាឥឡូវម៉ោង11នៅស៊ីដនីខ្ញុំធ្វើម៉ាច់ឆានិយាយទៅខ្ញុំចង់មកនិយាយពីរឿងដែលខ្ញុំផ្លាស់ប្ដូររបបអាហាររបស់ខ្ញុំណាអ្នកទាំងអស់គ្នាការដែលខ្ញុំផ្លាស់ប្ដូររបបអាហារហ្នឹងគឺដូចខ្ញុំមកនិយាយចឹងវាមិនមែនត្រឹមតែគោលដៅខ្ញុំមិនមែនត្រឹមតែសម្រក់ទម្ងន់ទេប៉ុន្តែខ្ញុំចង់ផ្លាស់ប្ដូរពីរបបអាហារដែលចង់និយាយថាដែលញ៉ាំដូចថាដែលច្រើនហួសកំណត់ពីខ្លួនប្រាណខ្ញុំត្រូវការហើយការកាត់បន្ថយញ៉ាំស្ករកាត់បន្ថយញ៉ាំខាប់ច្រើនពេកដែលខ្លួនខ្ញុំវាអត់ត្រូវការហើយalso មួយទៀតគឺការញ៉ាំបន្លែផ្លែឈើឲ្យច្រើនជាងមុនព្រោះអីខ្ញុំមានអារម្មណ៍ថាខ្លួនឯងគឺអត់ទាន់ញ៉ាំបន្លែផ្លែឈើច្រើនច្រើនសម្រាប់ដូចថាឲ្យយើង feel healthy គឺខ្ញុំអត់ទាន់ធ្វើអានឹងបានទេអញ្ចឹងថ្ងៃនេះថ្ងៃពហុស្អែកគឺជាស្អែកគឺវាគ្រប់2អាទិត្យដែលខ្ញុំបានធ្វើការដូចថាផ្លាស់ប្ដូររបបអាហារគោលដៅខ្ញុំគឺចង់ស្រកគីឡូបន្តិចព្រោះអីដោយសារខ្ញុំគីឡូហើយនឹងគីឡូខ្ញុំហើយនឹងកម្ពស់របស់ខ្ញុំគឺវារៀងប្រហែលជារៀងលើសបន្តិចកាលពីខ្ញុំអត់ទាន់មានកូនគីឡូខ្ញុំតដូច48 50ពេលអញ្ចឹងឥឡូវខ្ញុំនៅសល់56ខ្ញុំចង់ស្រកឲ្យនៅ50គីឡូវិញប៉ុន្តែបើសិនជាមានពេលទៅ exercise ទៀតរត់តែល្អដោយសារខ្ញុំអត់ទាន់រកពេល exercise បានអញ្ចឹងអីដែលខ្ញុំអាចធ្វើបានឥឡូវគឺខ្ញុំធ្វើសិនការដែលខ្ញុំបដូររបបអាហារហ្នឹងគឺវាអត់មានត្រឹមតែជួយឲ្យសុខភាពផ្លូវកាយខ្ញុំដូចថាល្អទេប៉ុន្តែវាជួយឲ្យសុខភាពផ្លូវចិត្តខ្ញុំក៏ល្អដែរដូចពេលដែលខ្ញុំញ៉ាំបន្លែច្រើនញ៉ាំផ្លែឈើច្រើនហើយញ៉ាំដូចញ៉ាំ nuts ញ៉ាំគ្រាប់ធញ្ញជាតិអានឹងខ្មែរស្អីគេដូចមាន almond ញ៉ាំ almond ញ៉ាំគេហៅអីគេគ្រាប់ស្វាយចន្ទីហើយនឹង pistachio របស់អស់ហ្នឹងគឺវាសុទ្ធតែជួយសុខភាពរបស់យើងព្រោះអីជាពិសេសគឺខ្ញុំអាយុ30ជាងហើយពេលអញ្ចឹងយើងត្រូវតែចាប់ផ្ដើមគិតគូរពីសុខភាពរបស់យើងពីរបបអាហាររបស់យើងព្រោះអីពេលដែលយើងញ៉ាំរបស់ដែលអត់ល្អវាធ្វើឲ្យយើងអត់ស្រួលខ្លួនហើយវាប៉ះពាល់ដល់សុខភាពផ្លូវចិត្តយើងទៀតឥឡូវដាក់ទឹកដោះគោចូលម៉ាច់ឆាធម្មតាខ្ញុំចូលចិត្តញ៉ាំមួយអូតមីលប៉ុន្តែថ្ងៃនេះខ្ញុំអត់មានអញ្ចឹងខ្ញុំញ៉ាំមួយទឹកដោះគោបើសិនជាអ្នកនៅអូស្ត្រាលីខ្ញុំ recommend ញ៉ាំទឹកដោះគោនេះទឹកដោះគោនេះគឺថារសជាតិឆ្ងាញ់ពេលខ្ញុំទៅលក់នៅផ្សារគឺខ្ញុំប្រើអាហ្នឹងព្រោះអីពេលដែលយើងប្រើទឹកដោះគោដែលវាដូចថាវាមានរសជាតិឆ្ងាញ់របៀបវារៀង creamy អាហ្នឹងវាជួយឲ្យម៉ាច់ឆារបស់យើងក៏វាឆ្ងាញ់តាមហ្នឹងដែរឥឡូវចាក់ម៉ាច់ឆាចូល11ចឹងខ្ញុំញ៉ាំម៉ាច់ឆាមួយកែវបន្ទាប់មកខ្ញុំនឹងទៅញ៉ាំអាហារថ្ងៃត្រង់របស់ខ្ញុំបាយ